ស្វាគមន៍ប្រិយមិត្តវិលមកកាន់វីដេអូសម្រាប់រឿងព្រឹត្តិការណ៍ដើរទឹកដែលជាភាគទី17របស់យើងបន្តក៏ប៉ុន្តែមុននឹងសម្រាប់រឿងសូមប្រិយមិត្តជួយចុច Subscribe នៅ Channel Admin ម្នាក់មួយផងដើម្បីកុំឲ្យទំនេរដៃការសម្រាប់រឿងរបស់ Admin នៅភាគទី17នេះគឺសម្រាប់នៅក្បែរទ្រង់គោទេគឺមិនបានសម្រាប់នៅផ្ទះទេអញ្ចឹងបើសិនជាមានសម្លេងរំខានច្រើនក៏សូមប្រិយមិត្តមេត្តាខន្តីអភ័យទោសដល់ Admin ផងនៅពេលដែលដួងព្រលឹងរបស់សៀវជៀនធ្លាក់មកដល់ភពខ្មោចហ្វឹងទូនឹងត្រូវបានប្រឈមមុខជាមួយនឹងវិបត្តិផ្លូវចិត្តដ៏ធ្ងន់ធ្ងរជា2ជាន់សៀវជៀននឹងបានដើរវង្វេងនៅក្នុងភពអាប់នៃទីក្រុងខ្មោចទាំងអារម្មណ៍តច្រកនាងស្រីរអ៊ូរទាំទាំងកំហឹងនឹងមួម៉ៅថាមិនថាខ្ញុំដើរទៅដល់ទីណាក៏ដោយក៏ខ្ញុំនៅតែរកផ្លូវមិនឃើញដដែលកំហុសគ្រប់យ៉ាងទាំងអស់នេះគឺមកពីជាងធានទាំងអស់ពាក្យបន្ទោសមួយនេះមិនមែនកើតចេញមកពីការស្អប់ខ្ពើមពិតប្រាកដរបស់សៀវជៀនឡើយក៏ប៉ុន្តែវាគឺជាសម្រេចខូចចិត្តរបស់ក្មេងស្រីម្នាក់ដែលធ្លាប់មានអ្នកការពារតែនៅពេលនេះត្រូវមកទ្រាំរងទុក្ខវេទនាតែម្នាក់ឯងឯកាក្រោយពេលដែលនាងបានស្លាប់ទៅរបត់ផ្លូវចិត្តដ៏ជូរចត់បំផុតបើទោះបីជានាងមួម៉ៅនឹងជាងធានយ៉ាងណាក៏ដោយក៏នៅក្នុងបេះដូងរបស់នាងគឺពោពេញទៅដោយក្តីបារម្ភនិងក្តីស្រឡាញ់ចំពោះជាងធានសៀវជៀននាងបានពោលពាក្យយ៉ាងក្តុកក្តួលតែម្នាក់ឯងថាណាហើយបំភ្លេចវាចោលទៅស្លាប់គឺស្លាប់ទៅហើយខ្ញុំសង្ឃឹមថាគេនឹងឯងរស់នៅបានសុខស្រួលទៅចោះរួចសៀវជៀននាងក៏លួចសារភាពទាំងអូដាមកថាតាមពិតទៅខ្ញុំនឹកគេខ្លាំងណាស់ជាងធានតើលោកមិនដឹងទេចំណុចរបត់ដ៏សំខាន់របស់សៀវជៀនក៏ប្លែកពីព្រលឹងខ្មោចដតីគឺអត្តសញ្ញាណពិតរបស់នាងគឺកើតចេញពីផ្លែឈើទើបតែឋានសួគ៌ដោយដែលចៅវូយៀនបានពិនិត្យឃើញនៅក្នុងសៀវភៅកំណត់ហេតុជីវិតនិងសេចក្តីស្លាប់ហើយត្រូវបានបញ្ជាក់បន្ថែមដោយពពួកដែលមានចិត្តសិលគឺរូបរាងកាយសាច់ឈាមរបស់សៀវជៀនមិនមែនកើតចេញពីផ្ទៃម្ដាយជាមនុស្សរូបធម្មតានោះទេក៏ប៉ុន្តែវាត្រូវបានបង្កើតចេញពីផ្លែឈើទិព្វឋានសួគ៌ដែលជាវត្ថុទិព្វដ៏បរិសុទ្ធនៅលើពិភពលោកនៃទេវតាលក្ខណៈធម្មជាតិរបស់សៀវជៀនដែលកើតចេញពីផ្លែឈើទិព្វឋានសួគ៌គឺមានលក្ខណៈដ៏អស្ចារ្យរូបរាងកាយរបស់នាងមានសន្តានជាអមតៈមិនអាចបំផ្លាញបានឡើយបើទោះបីជាដាច់ព្រលឹងទៅហើយក៏ដោយក៏មនសិការសាច់ឈាមរបស់នាងមិនអាចចេះរលួយខូចខាតដូចជាសាកសពមនុស្សទូទៅបានឡើយលើកលែងតែត្រូវរន្ទះបាញ់ឋានសួគ៌ឬភ្លើងដីដុតរំលាយតែប៉ុណ្ណោះភាពខ្លាំងនៃរូបរាងកាយរបស់សៀវជៀននេះបានធ្វើឲ្យដួងព្រលឹងរបស់នាងអាចដកជាប់និងវិលវល់នៅក្នុងភពខ្មោចនេះបានយូរខុសប្រក្រតីដោយមិនងាយត្រូវចរន្តនៃភពនរកស្រូបយកទៅចាប់ជាថ្មីបានឡើយបើទោះបីជារូបរាងកាយទើបមើលទៅដូចជាពរជ័យដ៏អស្ចារ្យក៏វាឯងខ្លាចជាដើមហេតុនៃសោកនាដកម្មនិងគ្រោះថ្នាក់ម្ចាស់ចាប់ម្ចាស់ហើយទៅលើសៀវជៀនផងដែរនៅក្នុងភពដ៏ព្រៃផ្សាយភាពពិសេសពិសាដែលគ្មានកម្លាំងការពារខ្លួនគឺស្មើនឹងផ្ទាំងស៊ីបនៅពេលដែលចៅវូយៀនឡាវរលៃនិងស្ដេចខ្មោចដឹងថាសៀវជៀនមានរូបរាងកាយទិព្វឋានសួគ៌ពួកគេមិនបានចាត់ទុកនាងគឺជាមនុស្សស្រីធម្មតាម្នាក់ឡើយសម្រាប់ពួកគេនាងគឺជាវត្ថុទិព្វដ៏កម្រដែលមិនអាចរកបានខណៈពេលនោះចៅវូយៀនគេគិតចង់យកនាងទៅធ្វើជាថ្នាំទិព្វដើម្បីលក់ដូរយកលុយនឹងអំណាចតែចុងក្រោយក៏ត្រូវបង្ខំចិត្តជួយនាងទៅថ្វាយដងវាយធ្វើជាកូនក្រមុំឲ្យខ្មោចស្ដេចភ្លើងចំណែកឯពួកអ្នកខ្លាំងដតីទៀតចង់បានរូបរាងកាយរបស់នាងយកទៅធ្វើជាខែលការពារខ្លួនជំនួសរាងកាយរបស់គេនៅពេលដែលពួកគេកំពុងតែប្រយុទ្ធរឿងរបស់យើងក៏កាត់មកដល់ឡុងខួយនិងជាងធានពួកគេពីរអ្នកបងប្អូនជិះម៉ូតូមួយបានមកដល់ទីក្រុងហ្វឹងទូដែលពោពេញទៅដោយមនុស្សនិងប្រជាជនរស់នៅកុះកខណៈពេលនោះជាងធានជាមួយនឹងឡុងខួយពួកគេទាំងពីរអ្នកក៏បាននាំគ្នាចែកផ្លូវគ្នាដើម្បីស្វែងរកសៀវជៀនខណៈពេលនោះជាងធានគេក៏បានកលេចឃើញទៅកាន់បរិសម្នាក់ដែលមានឈ្មោះថាចៅប៊ូយៀនដែលគេកំពុងតែយកប្រាក់ពីអ្នកភូមិនៅក្បែរនោះហើយជាងធានគេក៏បានសម្លឹងឃើញនៅត្រាគុជមួយដែលនៅជាប់ចង្កេះគេផងដែរខណៈពេលនោះជាងធានគេក៏បានគិតទៀតថាបរិសម្នាក់នោះគេប្រកាសជាដឹងរឿងរ៉ាវនៅក្នុងភពខ្មោចហ្វឹងទូនៃចាក់ជាពំខានដូច្នេះខ្ញុំត្រូវតែទៅសួរគេដឹងរឿងម្ដងខណៈពេលនោះជាងធានគេក៏បានដើរទៅសួរបរិសម្នាក់នោះថែមទៀតថាអត់ទោសរៀមច្បងតើរៀមច្បងមានស្គាល់មនុស្សម្នាក់នៅក្នុងរូបនេះដែរទេចៅវូយៀនជានិមិត្តរូបនៃមន្ត្រីពុករលួយនិងចិត្តការក្នុងប្រព័ន្ធនៃការគ្រប់គ្រងខ្មោចហ្វឹងទូធ្វើអាជីវកម្មទៅលើមនុស្សរស់អ្នកស្លាប់ក្នុងនាមជាអ្នកនាំសាកសពឬក៏ជាព្រលឹងគេមានទុននទីជាអ្នកសម្របសម្រួលនិងនាំដួងព្រលឹងក៏ប៉ុន្តែគេបែរជាប្រើប្រាស់ឋានៈរបស់គេដើម្បីសម្លុតបោកប្រាស់ទេប្រាក់ពីមនុស្សស្លូតត្រង់ទៅវិញណ៎ពេលនោះចៅវូយៀនគេបានរៀបចំផែនការម៉ត់ចត់ដោយយកទឹកតែរុក្ខជាតិធម្មតាមកភូតផជាងធានថាវាគឺជាថ្នាំយ៉ៃព្រលឹងដែលមានសមត្ថភាពជួយឲ្យមនុស្សរស់អាចចូលទៅដល់ក្រុងហ្វឹងទូបានដោយងាយទេវតាមកដឹងខ្មោចព្រាយក៏មិនអាចសម្គាល់បានគេបានប្រើល្បិចចិត្តវិទ្យានិយាយបន្ថែមទៀតថានេះគឺជាក្អមចុងក្រោយបង្អស់ហើយដើម្បីជំរិតទីប្រាក់ដ៏ធូរថ្លៃពីជាងធានក្នុងតម្លៃខ្ពស់បំផុតបាទប្រិយមិត្តត្រង់ចំណុចនេះជាងធានគេធ្លាប់តែជាមនុស្សកំណាញ់ចង់ខ្លាចជាអ្នកមាននិងរកសេចក្តីសុខខ្លួនឯងតែមកដល់ខណៈពេលនេះគេសុខចិត្តលះបង់លុយកាក់របស់គេដើម្បីទិញអាទឹកឃ្លោកក្នុងបោកប្រាស់ហ្នឹងដើម្បីទៅជួបទីជានៅក្នុងពិភពនៃខ្មោចនោះដើម្បីជួយសៀវជៀនឲ្យរស់សារឡើងវិញសាច់រឿងរបស់យើងក៏កាត់មកដល់ឡុងខុយក្រហមគេបានសួរដេញដោលសម្លេងកោងកាចទៅកាន់ពួកក្មេងខ្មោចទៅថាតើពួកឯងយកព្រលឹងរបស់សៀវជៀននេះយកទៅលាក់ទុកនៅឯណាបើមិននិយាយទេខ្ញុំនឹងធ្វើឲ្យព្រលឹងរបស់ពួកឯងរលាយគ្មានថ្ងៃវិលត្រឡប់បានឡើយហើយក៏មិននឹកមហែងដែលធ្វើឲ្យពួកគេខ្លាចនេះបានធ្វើឲ្យពួកក្មេងខ្មោចនៅបានភ័យសាន់ស្លោនិងសុកចិត្តទម្លាយតម្រុយផ្សេងប្រាប់នឹងសកម្មភាពសួរដេញដោលរបស់ឡុងខុយពណ៌ក្រហមបាននាំមកនៅព័ត៌មានដ៏សំខាន់មួយផងដែរឡុងខុយ
ក្រហមនាងគឺជាអ្នកដែលបានប្រមូលព័ត៌មានដំបូងគេថាមានមនុស្សឃើញព្រលឹងរបស់សៀវជាងបរិវល់នៅក្នុងក្រុងនេះហើយថែមទាំងបានដឹងការពិតពីការលួចលុបធ្វើសកម្មភាពរបស់ចៅពយាននិងស្ដេចខ្មោចភ្លើងថែមទៀតផងបន្ទាប់ពីឡងខុយពណ៌ក្រហមនឹងបានសួរដេញដោលអំពីសៀវជាងជាមួយនឹងក្មេងខ្មោចទាំងអស់នោះហើយសាច់រឿងរបស់យើងក៏បានកាត់បដល់ជីងធាននិងស៊ីសួនពួកគេបានជួបគ្នាដោយចៃដន្យបន្ទាប់ពីពួកគេទាំងពីរអ្នកបានជួបគ្នាហើយពួកគេទាំងពីរអ្នកក៏បានជជែកគ្នាអំពីមូលហេតុដែលនាំឲ្យពួកគេបានមកដល់ក្រុងហ្វឹងទូនេះស៊ីសួននាងបាននិយាយថានាងបានលើដំណឹងថាមេខ្លងឡើងរលេខបានលេចបុតនៅក្នុងក្រុងហ្វឹងទូនេះនាងទើបបានលើដំណឹងថាការពេលស៊ីជានៅរស់នាងតែងតែប្រាថ្នាចង់កម្ចាត់ឡើងរលេខនេះជានិច្ចខណៈពេលដែលពួកគេទាំងពីរអ្នកកំពុងតែនិយាយគ្នាទៅគណៈពេលនៅជាងធានគេក៏បានកាត់សម្ដីភ្លាមរួចប្រាប់ដំណឹងយ៉ាងរំភើបថាស៊ីសួនតាមពិតស៊ីជានៅរស់នៅឡើយទេខ្ញុំថែមទាំងបានទិញថ្នាំទៅពេញញ៉ៃប្រលឹងដើម្បីជួយទៅរកនាងថែមទៀតផងទឹកថ្នាំញ៉ៃប្រលឹងស្អីមិនដែលឲ្យនៅគឺមានឈ្មោះថាចៅវិញ្ញាណមែនទេថ្នាំនឹងវាគ្រាន់តែជាថ្នាំទឹកតែរុក្ខជាតិធម្មតាតែប៉ុណ្ណោះសម្ដីនេះធ្វើឲ្យជាងធានខឹងសម្បាយ៉ាងខ្លាំងជាមួយនឹងចៅវិញ្ញាណនៅពេលដែលដឹងថាជាងធានត្រូវបានក្បោកនឹងលែងមានវិធីយកទៅរកស៊ីជានហើយនៅស៊ីសួននឹងក៏បានផ្ដល់ដំណោះស្រាយតាមការចេះដឹងរបស់នាងវិញស៊ីសួននាងបានប្រាប់ថាបើបដិញ្ញាចិត្តត្រូវតែចូលទៅគឺមានតែរងចាំដល់ប្រកណ្ដាលយប់តែប៉ុណ្ណោះទើបអាចប្រើមុននឹងកុំបញ្ចេញតម្រងជាដួលប្រលឹងចូលទៅខាងក្នុងបានពេលនោះស៊ីសួននាងបានសង្កត់ធ្ងន់នឹងដាក់វិន័យយ៉ាងម៉ឺងមកទៅកាន់ជាងធានថែមទៀតថាឲ្យតែជាងធានចូលទៅដល់ខាងក្នុងហើយត្រូវតែត្រឡប់មកវិញក្នុងរយៈពេល6ម៉ោងបើមិនដូច្នោះទេធម្មពលត្រជាក់យិននឹងស៊ីរំលែកមិនត្រឹមតែជាងធានស្លាប់ពិតប្រាកដនោះទេសូម្បីតែដួលប្រលឹងក៏ត្រូវបានរលាយបាត់សូន្យឈឹងផងដែរ